Hello ជំរាបសួរនៅទាំងអស់គ្នាជាទីរាប់អានបាទវីដេអូនេះយើងសិក្សាពីបន្តពីវីដេអូមុនដែលតកតងនឹងការ build website ជាបន្តបាទអញ្ចឹងយើងសង្កេតមើលបាទអញ្ចឹងនៅពេលដែលខ្ញុំចុចកន្លែង iPhone នេះវាចេញសញ្ញាត្រង់ជ្រុងបាទអញ្ចឹងយើងនឹងសិក្សាពី query string បាទអញ្ចឹង query string មានអត្ថប្រយោជន៍ថ្ងៃក្រោយយើងនឹងប្រើប្រាស់តកតងនឹងការធ្វើឲ្យ content dynamic បាទអញ្ចឹងយើងមក country បាទហើយខ្ញុំកន្លែង link នេះខ្ញុំដាក់ទ្រង់ជ្រូកបាទប៉ុន្តែខ្ញុំដូរពីទ្រង់ជ្រូកខ្ញុំដាក់ថា index.php សញ្ញាសួរខ្ញុំដាក់ថា SQL សញ្ញាស្មើបាទហើយត string យើងមួយបាទតមកខ្ញុំដាក់ដុល្លារសំទោសបាទខ្ញុំដាក់លេខ1បាទអញ្ចឹងខ្ញុំមកកន្លែង browser ហើយខ្ញុំ refresh បាទតមកខ្ញុំចុចម្ដងទៀតបាទអញ្ចឹងវាបង្ហាញប្រាប់ថាយើងបានចុច iPhone បាទសញ្ញា browser ទេណាបាទអញ្ចឹង mini ក៏យើងប្រាប់វាដល់វាលេងចេញសញ្ញាត្រង់ជ្រូកទៀតហើយបាទអញ្ចឹងវីដេអូក្រោយទៀតយើងនឹងយក SQL នឹងទៅប្រើបាទអញ្ចឹងមានសារៈសំខាន់បាទមេរៀននេះគឺលក្ខណៈចាំបាច់បាទអញ្ចឹងសូមអរគុណដែលបានសិក្សាពីវីដេអូខ្ញុំបាទ